អ្នកនរគ្នាមានប៉ុណ្នេះកម្លាំងប៉ុណ្ណឹងតែបងប្អូនផ្លូវតិចជាងមុនហើយតែបានគេនិយាយថារថយន្តនេះជាប្រភេទ King of SUV ស្វាគមន៍មកកាន់ Hyundai Palisade ជំរាបសួរអ្នកនរគ្នាខ្ញុំសុងថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់ហេតុអីបានយើងនិយាយថា Hyundai Palisade ជាប្រភេទ King of SUV តោះមកបើកបោសាកល្បងទាំងអស់គ្នាអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុង Hyundai Palisade បាទជាមួយនឹងបរិយាកាសបែបនេះបាទការបើកបរបែបនេះគឺខ្ញុំទទួលអារម្មណ៍ fresh មែនទែនព្រោះដោយសារ Hyundai Palisade គឺបានផ្ដល់ជូននៅ performance យ៉ាងល្អបាទគឺប្រើម៉ាស៊ីនរហូតដល់ 2.5 turbo បាទហើយជើងក្រោមគឺយើងប្រើជាប្រភេទប៉ុង2ប្រភេទ AWD អញ្ចឹងតាក់ទងជាមួយនឹងការបើកបរមិនថាស្ថានភាពផ្លូវភ្លៀងឬក៏ផ្លូវផុកផ្លូវភក់គឺទៅបានអត់មានអីត្រូវពិបាកនៅក្នុងការទៅទេអារម្មណ៍ខ្ញុំដំបូងណាពាក់ព័ន្ធជាមួយនឹងការចាប់កាន់ទៅលើចង្កូត Hyundai Palisade ផ្ទាល់នេះគឺមានភាពស្និទ្ធហើយល្អប្រសើរមែនទែននៅក្នុងការបើកបរស្ថានភាពផ្លូវកោងឬក៏ផ្លូវដែលពិបាកបាទព្រោះដោយសារ Hyundai Palisade នេះគឺបំពាក់ទៅដោយចង្កូតដែលមានជាប្រភេទគេហៅថា four spoke អញ្ចឹងរាល់ការចាប់កាន់មិនថាដៃ2ឬក៏ដៃ1ទេបាទការបើកបរគឺមានភាពស្និទ្ធស្នាលនៅពេលដែលខ្ញុំចូល Hyundai Palisade ដំបូងដល់ជូននៅពណ៌ខាងក្នុងនេះគឺមានភាពស្រស់ស្រាយមែនទែនលុយមែនទែនអ្នកនរគ្នាឥឡូវកំពុងតែបើកបរក្នុងស្ថានភាពផ្លូវកំពង់ភ្លៀងបាទតំបន់ព្រៃភ្នំនេះគឺមានអារម្មណ៍ថា fresh មែនទែនហើយចំណុចដែលពិសេសអ្នកនរគ្នាអាចមើលទៅលើកញ្ចក់បាន Hyundai Palisade នេះគឺបំពាក់ទៅដោយប្រព័ន្ធផ្លឹកទឹកអូតូអញ្ចឹងខ្ញុំមិនបាច់ចាំបើកកាច់ទៅលើ menu ទេបាទគឺវានឹងបក់ដោយអូតូម៉ាទិកនៅពេលដែលភ្លៀងខ្លាំងគឺវានឹងបក់ខ្លាំងហើយនៅពេលដែលភ្លៀងតិចគឺវានឹងបក់តិចអញ្ចឹងកុំឲ្យបរិយាកាសនេះមានភាពស្ងប់ស្ងាត់ពេកបាទ Hyundai Palisade បានបំពាក់ទៅដោយចំណុចពីរធំៗហ្នឹងគឺទី1 speaker គឺយើងប្រើ brand boost ជាប្រភេទ high quality ហើយទី2ពាក់ព័ន្ធជាមួយនឹង Apple CarPlay ដូចអ្នកគ្នាបានឃើញអញ្ចឹងគឺ Hyundai Palisade បានបំពាក់ទៅដោយ wireless Apple CarPlay រាល់ការធ្វើដំណើរបាទជាមួយនឹងការ connect ជាមួយទូរស័ព្ទមិនថាអ្នកនរគ្នាប្រើជា iPhone ឬក៏ Android ទេ Hyundai Palisade គឺជារថយន្តខ្នាត SUV ខ្នាតធំគេហៅថា light SUV បាទដែលបំពាក់ទៅដោយក្អីចំនួនរហូតដល់7 design 2ខាងក្រោយបាន3អញ្ចឹងរាល់ការធ្វើដំណើរសម្រាប់ក្អីជួរទី2គឺ special មែនតើគេថា super VIP ណាព្រោះដោយសារក្អីជួរទី2គឺយើងប្រើជាប្រភេទក្អីដាច់គេថា separate seat ងាយស្រួលនៅក្នុងការធ្វើដំណើរនៅពេលដែលអ្នកនរគ្នាបើកជាលក្ខណៈគ្រួសារឬក៏មួយទៀតហ្នឹងគឺអ្នកនរគ្នាមានតកង់ផ្ទាល់ខ្លួនអញ្ចឹងរាល់ការធ្វើដំណើរផ្លូវឆ្ងាយអ្នកនរគ្នានឹងមិនទទួលអារម្មណ៍តែហត់ឬក៏អស់កម្លាំងទេយើងអាចសម្រានឬក៏ផ្ដេកខ្លួនបាទទៅតាមស្ថានភាពក្អីដែលយើងចង់បាត់បែបផងដែរលើពីនឹងទៀត Hyundai Palisade បានបំពាក់ទៅដោយក្អីក្តៅត្រជាក់រហូតដល់4បាទផ្នែកខាងមុខតកង់ហើយ passenger គឺមាន2ហើយនឹងខាងក្រោយគឺក្អី VIP ផ្ទាល់ទៅគឺមានរហូតដល់2ដូចគ្នាអញ្ចឹងរាល់ការធ្វើដំណើរមិនថាស្ថានភាពផ្លូវឬក៏អាកាសធាតុត្រជាក់ក្តៅហ្នឹងអ្នកនរគ្នាអាចប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងក្អីក្តៅត្រជាក់ផងដែរចំណុចពិសេសមួយទៀតហ្នឹងអ្នកនរគ្នានេះ smartphone បាទអញ្ចឹងខ្ញុំដាក់នៅខាងក្រោមនេះគឺវានឹងឆែកដោយ automatic ដោយសារតែ Hyundai Palisade នេះបំពាក់ទៅដោយ wireless charger លើសពីហ្នឹងទៅទៀតហ្នឹងអ្នកនរគ្នាអាចមើលបានគឺ port សម្រាប់ Type C នេះមានរហូតដល់3បាទហើយសំខាន់ជាងគេហ្នឹងគឺប្រើកម្លាំងរហូតដល់100 វ៉ាត់ទៀតអញ្ចឹងបើសិនបើអ្នកនរគ្នាមានដូចជា drone camera ឬក៏ computer អីហ្នឹងសម្រាប់ USB 100 វ៉ាត់នេះគឺ support បានទាំងអស់ហើយភាពងាយស្រួលមួយទៀតហ្នឹង Hyundai Palisade បានបំពាក់ទៅដោយ head-up display អញ្ចឹងដូចខ្ញុំកំពុងតែបើកបរនៅលើផ្លូវអញ្ចឹងខ្ញុំអាចឃើញ counter galon នៅលើកញ្ចក់ផ្ទាល់ផងដែរអញ្ចឹងសុវត្ថិភាពមែនតើនៅពេលដែលអ្នកនរគ្នាធ្វើដំណើរផ្លូវឆ្ងាយ Hyundai Palisade បានបំពាក់ទៅដោយ tire pressure monitoring អញ្ចឹងមិនថាកង់មុខឬកង់ខាងក្រោយទេគឺបំពាក់ទៅដោយ sensor វ៉ាល់កង់ឥឡូវដូចអ្នកគ្នាបានឃើញអញ្ចឹងនៅលើ screen ដែលបង្ហាញថាកង់ខាងក្រោយខាងស្ដាំផងខ្ញុំហ្នឹងគឺ2ដែលវាមានគីឡូត្រឹមតែ32 PSI ទេអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាធ្វើដំណើរផ្លូវឆ្ងាយអស់បារម្ភគឺចំណុចហ្នឹងហើយអញ្ចឹងទៅខាងមុខទៀតហ្នឹងខ្ញុំនឹងសាប់កង់បន្ថែមដើម្បីឲ្យកង់ទាំង4ហ្នឹងគឺស្មើគ្នាចូលដល់ចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹងការ design ផ្នែកខាងមុខបាទ Hyundai Palisade គឺបានផ្ដល់ជូននូវភាព uniqueness មួយដែលគេហៅថា eye touch up បាទពាក់ព័ន្ធជាមួយនឹងពូ LED យើងប្រើជាប្រភេទពូ LED projector ទាំងសងខាងហ្មងអញ្ចឹងតាក់ទងមួយការបំភ្លឺផ្លូវពេលយប់គឺអស់បារម្ភអីបាទហើយចំណុចដែលតាក់ទាញពីកាត់ផ្នែកឆ្វេងទៅខាងស្ដាំណាបាទដូចអ្នកគ្នាបានឃើញអញ្ចឹងរៀងជាបន្ទាត់ទូចមួយទូចឆ្មិចបាទធ្វើឲ្យការ design ផ្នែកខាងមុខហ្នឹងគឺមានភាពតាក់ទាញមែនតើហើយអីដែលមិនអាចខ្វះបានសម្រាប់ Hyundai Palisade ហ្នឹងគឺប្រព័ន្ធ Active Air Flap ដូចអ្នកគ្នាបានឃើញផ្នែកខាងក្រោមអញ្ចឹងគឺជាប្រព័ន្ធលំហូរខ្យល់ដែលជួយទៅដល់ operation ពាក់ព័ន្ធជាមួយនឹងផ្នែក turbo ហើយនិង performance
ហើយចំណុចដែលពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពហ្នឹង Hyundai Palisade បានផ្ដល់ជូននៅ sensor រហូតដល់ 6 គ្រាប់បាទទូទៅភាគច្រើនឡានគឺមានតែ 4 គ្រាប់ទេតែបើ Hyundai Palisade នេះគឺផ្ដល់ជូនរហូតដល់ 6 គ្រាប់អញ្ចឹងយើងអូកាត់ពីផ្នែកខាងមុខហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការ design ផ្នែកកង់ការ design បែប sport បាទដូចអ្នកគ្នាបានឃើញផ្ទាល់អញ្ចឹងគឺអត់ត្រូវការផ្លាស់ប្ដូរយ៉ាងទេ Palisade បានបំពាក់ទៅដោយ auto side mirror បាទនៅពេលដែលអ្នកគ្នាចុច lock ឬក៏ unlock វានឹងដោតវា automatic ហើយចំណុចពិសេសមួយទៀតអ្នកគ្នាខិតមកចិត្តតិចបាទ side mirror ផង Hyundai Palisade នេះគឺបំពាក់ទៅដោយប្រព័ន្ធ blind spot អញ្ចឹងជំនួយទៅដល់ការបើកបរនៅពេលដែលមានការវ៉ាចេញពីឆ្វេងពីស្ដាំគឺបញ្ជូនព័ត៌មានទៅដល់អ្នកដឹកនាំដំណើរឬក៏អ្នកបើកបរផ្ទាល់ផ្នែក design ខាងមុខប៉ុណ្ណឹងឯងបាទអញ្ចឹងអត់ឲ្យចាញ់គ្នាទេជាមួយនឹងផ្នែកខាងក្រោយដើម្បីបស៊ីគ្នាជាមួយនឹងទូឡានពីឆ្វេងទៅស្ដាំហើយនឹងពីមុខទៅក្រោយហ្នឹង Hyundai Palisade បានបំពាក់ទៅដោយអំពូល LED ខាងក្រោយនេះបាទដូចអ្នកនរគ្នាបានឃើញហ្នឹងគឺមានភាព uniqueness ហើយនៅពេលដែលអ្នកនរគ្នាបើកបរពេលយប់គឺកាចហើយស្រស់ស្អាតខ្លាំងមែនទែន Hyundai Palisade បានបំពាក់ទៅដោយប្រព័ន្ធ sensor រហូតដល់ 6 គ្រាប់គឺប្រព័ន្ធជំនួយដល់ការចូលចតអញ្ចឹងនៅពេលដែលអ្នកនរគ្នាធ្វើដំណើរឬក៏ត្រូវចតឡានកន្លែងណាដែលមានទីឆ្អៀតបាទអត់មានបារម្ភទៀតទេគឺ Hyundai Palisade ហ្នឹងបានជួយទៅដល់ផ្នែកខាងក្រោយ fully complete មែនទែនផ្នែកខាងលើនេះ Hyundai Palisade គឺអត់មានទុកចន្លោះឲ្យទៅទេបាទគឺវាផ្ដល់ជូននៅភ្លើង LED មួយដែលមានរាងដូចជាមនុស្សយន្តអញ្ចឹងនៅពេលដែលអ្នកនរគ្នាជន់ប្រាំងនៅពេលដែលអ្នកនរគ្នាបើកបរនៅលើផ្លូវអ្នកខាងក្រោយអាចឃើញថាតើឧបសគ្គខាងមុខឬក៏ឡានអ្នកនរគ្នាខាងមុខហ្នឹងកំពុងតែធ្វើដំណើរដូចគ្នាបាទហើយអីដែលយើងកំណត់សំណាមណាបាទនៅខាងក្រោមនេះគឺវាមាន highlight ជាមួយនឹងពណ៌ខ្មៅធ្វើឲ្យតួឡានហ្នឹងគឺផ្ស៊ីហើយមានភាពកាច uniqueness មែនទែនសម្រាប់ផ្នែកខាងក្រោយដែល link ជាមួយនឹងផ្នែកខាងមុខអ្នកនរគ្នាខ្ញុំនឹងបង្ហាញចំណុចដែលអាចខ្វះបានទៅលើផ្នែកខាងក្រោយបាទអញ្ចឹង Hyundai Palisade គឺបំពាក់ទៅដោយប្រព័ន្ធគូតក្រោយអូតូហើយនៅពេលដែលយើងបើកមានឧបសគ្គផ្នែកខាងលើគឺវានឹងឈប់នឹងមួយកន្លែងឬក៏មួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាបិទដោយប្រើប្រព័ន្ធអូតូគៀបទៅលើរបស់អីមួយវានឹងឡងទៅវិញដោយស្វ័យប្រព័ន្ធផងដែរអញ្ចឹងចំណុចដំបូងនៃ Hyundai Palisade ដែលខ្លាចជា King of SUV ហ្នឹងគឺទៅលើថាក្រុមហ៊ុន Hyundai សម្រាប់ line up SUV Hyundai Palisade នេះគឺជា model ដែលខ្ពស់ជាងគេជាប្រភេទ model lifestyle ដែលមានការផ្លាស់ប្ដូររូបរាងនៅក្នុងឆ្នាំ2026នេះផងដែរដោយសារតែនៅក្នុងទីផ្សារបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជានេះគឺយើងយកមកលក់តាំងពីឆ្នាំ2019អញ្ចឹងកំឡុងពេលដែលយើងលក់នោះគឺបានទទួលការគាំទ្រជាច្រើនហើយនៅក្នុងកំឡុងពេលនេះបាទនៅក្នុងឆ្នាំ2026នេះគឺមានការផ្លាស់ប្ដូររូបរាងទាំងស្រុងផងដែរសម្រាប់ទំហំម៉ាស៊ីនប៉ុណ្នេះកម្លាំងប៉ុណ្នេះ Hyundai Palisade បង្កើតបានរហូតដល់281 PS អញ្ចឹងរាល់ការបបើកបរឬក៏ការជន់ស្ទុះទៅលើផ្លូវឆ្ងាយគឺ Hyundai Palisade ធ្វើបានល្អមែនតើហើយតាក់ទងជាមួយនឹងប៉ុងផងដែរបាទ Hyundai Palisade គឺដំណើរការដោយប្រភេទប៉ុង AWD អមជាមួយនឹង Tri Mode រហូតដល់6អញ្ចឹងចំណុចដែលខ្ញុំបានបកស្រាយនេះគឺជាចំណុចដែលធ្វើឲ្យ Hyundai Palisade ជា King of SUV ហើយមិនត្រឹមតែមានប៉ុណ្្នឹងទេ Hyundai Palisade គឺមាន option ប្រព័ន្ធសុវត្ថិភាពជាច្រើនដែលខ្ញុំអត់ទាន់បានបកស្រាយបើសិនបើអ្នកគ្នាមានចម្ងល់ជាព័ត៌មានអាចសាកសួរទៅកាន់ page Hyundai ផ្ទាល់ឬក៏លេខទូរស័ព្ទ hotline ផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ